តោះដល់គ្នាជួបគ្នាជាថ្មីមិនវីដេអូបន្ទាប់វីដេអូនេះគឺជាប្រធានសំណេរមួយដែលខ្ញុំបង្ហាញដល់អ្នកគ្នាដើម្បីត្រៀមដាក់ដប់ឆ្នាំ2026អញ្ចឹងខ្ញុំមានទស្សនៈមួយលើកឡើងថាអក្សរសិល្ប៍ខ្មែរបានបន្តយុវជនខ្មែរឲ្យក្លាយជាមូលធនមនុស្សដើម្បីចូលរួមកសាងជាតិអញ្ចឹងថ្ងៃដែលខ្ញុំបានលើកយកគម្រោងតែងតែគម្រោងតែងនេះខ្ញុំលើកត្រឹមកន្លែងបំណោះស្រាយប្រធាននៅក្នុងបំណោះស្រាយប្រធានដើម្បីឲ្យបកស្រាយទទួលបានលទ្ធផលល្អឬក៏ដើម្បីបានទទួលបានបន្ទុកខ្ពស់ខ្ញុំមានកលឹះតិចតួចមកចែកម្លែកទៅកាន់អ្នកទាំងគ្នាទី1យើងត្រូវបកស្រាយទៅលើគំនិតទូទៅនៃប្រធានបានន័យថាប្រសិនបើប្រធានដែលតាក់ទងជាមួយនឹងអក្សរសិល្ប៍ខ្មែរនេះដំបូងបំផុតគឺយើងត្រូវបកស្រាយជុំវិញប្រធានរបស់យើងគឺអក្សរសិល្ប៍ខ្មែរនៅក្នុងគំនិតទូទៅនៃប្រធាននេះគឺតម្រូវឲ្យអ្នកទាំងគ្នាបកស្រាយទូទៅនៅអំពីប្រធានតាក់ទងជាមួយនឹងអក្សរសិល្ប៍ខ្មែរឲ្យបានទីបំផុតគឺចំនួន3ខណ្ឌចុះបាទ3ខណ្ឌទៅ5ខណ្ឌអាស្រ័យទៅលើអ្នកទាំងគ្នាអញ្ចឹងមុននឹងយកអ្នកទាំងគ្នាអាចបកស្រាយគំនិតទូទៅនៃប្រធានបានលុះត្រាតែអ្នកសិក្សាទាំងគ្នាត្រូវស្វែងយល់ថាដូចបន្តិចហៅថាអក្សរសិល្ប៍ខ្មែរអញ្ចឹងនិយមន័យអក្សរសិល្ប៍ខ្មែរគឺជាអក្សរសិល្ប៍ទាំងឡាយណាដែលមានអ្នកនិពន្ធជាជនជាតិខ្មែរហើយសរសេរយកពីតថភាពសង្គមខ្មែរនាសម័យកាលណាមួយមកបង្ហាញអញ្ចឹងទី2យើងរកគំនិតសំខាន់នៃប្រធានគំនិតសំខាន់នៃប្រធានខ្ញុំបែងចែកជាពីរធំៗគឺទី1អក្សរសិល្ប៍ខ្មែរបានបន្តយុវជនខ្មែរឲ្យក្លាយជាមូលធនមនុស្សជាបានថាអានេះគឺដូចជារូបភាពឬក៏អត្តសញ្ញាណនៃពាក្យថាមូលធនមនុស្សអញ្ចឹងអក្សរសិល្ប៍ខ្មែរបានបង្រៀនយុវជនខ្មែរឲ្យក្លាយជាមូលធនមនុស្សដោយមានសញ្ញាណឬក៏រូបភាពនៃមូលធនមនុស្សមួយចំនួនដូចជាទី1ឲ្យមានវិជាសម្បទាអញ្ចឹងវិជាសម្បទានោះគឺសំដៅទៅលើចំណេះដឹងគ្រប់សពសារពើជាដើមហើយមានទី2ទៅលើបំណិនសម្បទាសំដៅទៅលើចំណេះធ្វើឬក៏ជំនាញផ្សេងៗដែលកើតចេញពីការសិក្សាទៅលើអក្សរសិល្ប៍ខ្មែរហើយចំណែកទី3គឺចរិយាសម្បទាគឺយើងសម្គាល់ទៅលើ3គឺទៅលើចំណេះសំដៅទៅលើសិលធម៌គុណធម៌ហើយនិងសុជីវធម៌ដែលជាអង្គ8នេះគឺជាទុនយ៉ាងសំខាន់តម្រូវឲ្យការរស់នៅរបស់យើងប្រចាំថ្ងៃចំណែកទី4គឺកាយសម្បទាអញ្ចឹងពាក្យថាមូលធនមនុស្សដើម្បីខ្លាយជាមូលធនមនុស្សបានយុវជនទាំងអស់គឺមិនត្រឹមតែមានតែវិជាសម្បទាបំណិនសម្បទាចរិយាសម្បទាគឺត្រូវបូកផ្សំជាមួយនឹងកាយសម្បទាពលគឺចាំបាច់ត្រូវតែមានសុខភាពរឹងមាំផងហើយចំណែកចុងក្រោយគឺត្រូវតែមានបទពិសោធន៍បានន័យថាមូលធនមនុស្សគឺចាំបាច់ត្រូវតែបំពេញការងារនៅទីកន្លែងណាគឺប្រកបទៅដោយភាពចម្រើនឬក៏មានបទពិសោធន៍ខ្ពស់ក្នុងការធ្វើការទទួលបាននូវប្រសិទ្ធភាពជាដើមហើយចំណែកចូលដល់ទី2យើងត្រូវបកស្រាយអំពីមូលធនមនុស្សបានចូលរួមកសាងជាតិវិជាអញ្ចឹងបន្ទាប់ពីយើងបានសិក្សាអក្សរសិល្ប៍ខ្មែរមកយើងដឹងថាតើមូលធនមនុស្សនឹងបានចូលរួមកសាងជាតិយ៉ាងណាខ្លាំងអញ្ចឹងមាន3ចំណុចប៉ុន្តែ3ចំណុចខ្ញុំឲ្យនោះគឺមិនទាន់គ្រប់ជ្រុងជ្រោយទេអញ្ចឹងអ្នកសិក្សារបស់គ្នាអាចយកទៅបន្ថែមបានគឺទី1មានធ្វើឲ្យប្រទេសជាតិនឹងមានភាពរីកចម្រើនពីវិស័យទី2គឺបានបណ្ដុះយុវជនខ្មែរហ្នឹងឲ្យគាត់មានមនសិការស្នាជាតិបាទថាមនសិការស្នាជាតិគឺគាត់ស្រឡាញ់គោរពទៅលើបូរណភាពទឹកដីក៏ដែលអធិបតេយ្យភាពទឹកដីមកហើយមួយទៀតគឺឲ្យគាត់នឹងចេះស្រឡាញ់នឹងការពីជាតិហើយអ្វីមួយថែមមួយទៀតគឺទៅលើការគោរពច្បាប់ជាតិច្បាប់ប្រទេសជាតិក៏ច្បាប់អីផ្សេងៗមកអញ្ចឹងពលរដ្ឋទាំងអស់ហ្នឹងគឺជាអ្វីដែលខ្ញុំចេញទៅកាន់សិក្សាដល់គ្នាដើម្បីត្រៀមខ្លួនប្រឡងបាក់ដប់ទៅថ្ងៃខាងមុខទាក់ទងជាមួយនឹងបំណោះស្រាយប្រធានត្រង់កន្លែងគំនិតសំខាន់សុំទៅគំនិតទូទៅនៃប្រធានជាមួយនឹងគំនិតសំខាន់នៃប្រធានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀតបាយ